សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងចូលដល់មេរៀនទី24យើងបន្តមេរៀនរបស់យើងទៅមុខទៀតណាមេរៀនទី24គឺនៅក្នុងសម្រាប់មេរៀននេះគឺនៅក្នុងភាសាខ្មែរថ្នាក់ទី2ណាបងណាអញ្ចឹងមេរៀនទី24នៅក្នុងភាសាខ្មែរថ្នាក់ទី2អញ្ចឹងយើងនិយាយអំពីព្យាង្គតម្រួតដដែលណាសម្រាប់ព្យាង្គតម្រួតរបស់យើងគឺតាក់ទងជាមួយនឹងអក្សរញវិញម្ដងអញ្ចឹងក្នុងករណីនេះនៅពេលដែលព្យាង្គតម្រួតអក្សរញគឺលែងមានជើងវាហើយនៅពេលដែលវាយកមកដាក់ជាមួយនឹងជើងនៃព្យញ្ជនៈផ្សេងណាបងណាអញ្ចឹងយើងធ្លាប់តែអក្សរញមានជើងឥឡូវអក្សរញហ្នឹងអត់ជើងទេអញ្ចឹងបងប្អូនមើលគឺដូចជាក្នុងពាក្យខាងលើនេះឃើញទេអក្សរញអត់មានជើងទេអញ្ចឹងឥឡូវយើងអានទាំងអស់គ្នាតែម្ដងទៅប៉ុន្តែដោយសារពាក្យខាងលើនេះគឺយើងពិបាកក្នុងការប្រកបអញ្ចឹងលោកគ្រូគ្រាន់តែអានភ្ជាប់ជាមួយនឹងព្យញ្ជនៈជាមួយនឹងជើងនៅខាងក្រោមណាអញ្ចឹងទី1គឺញជើងចញជើងចញជើងចញជើងឆញជើងឆញជើងឆញជើងចញជើងចញជើងចញជើងឆញជើងឆញជើងឆញជើងញញជើងញញជើងញក្នុងករណីនេះអានេះជើងញយើងមិនមែនដាក់តែជើងមួយនេះទេណាបងណាអញ្ចឹងយើងត្រូវដាក់តួវាពេញតែម្ដងអញ្ចឹងជើងញវាចម្លែកតិចគឺដាក់ជើងគឺតួខ្លួនវាតែពេញតែម្ដងណាបងណាអញ្ចឹងយើងតទៅទៀតយើងអានពាក្យរបស់យើងគឺទី1គឺយើងអានថាប្រកបសិនតែម្ដងណាកនឹងញជើងចដាក់ស្រែយើងអានថាកញ្ចែ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 ចដាក់ស្រែនឹងញជើងចដាក់ស្រអើនឹងមកយើងអានថាចិញ្ចឹម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 បនឹងញជើងចដាក់ស្រអោនឹងកយើងអានថាបញ្ចុក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 កនឹងញជើងឆដាក់ស្រអែនឹងតយើងអានថាកញ្ឆែតកញ្ឆែតកញ្ឆែតបញជើងឆដាក់ស្រអែនឹងតយើងអានថាបញ្ឆិត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 បញជើងឆដាក់ស្រអោនឹងតយើងអានថាបញ្ឆោត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 កញជើងជអានេះយើងដាក់ស្រអឺចានេះមានស្រអើស្រអឺវិញម្ដងអញ្ចឹងយើងអានថាកញ្ជើ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 អញជើងជដាក់ស្រអឺនឹងញយើងអានថាអញ្ជើញ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 ជញជើងជដាក់ស្រអៀនឹងតបន្តយើងអានថាជញ្ជាត់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 ជញជើងជដាក់ស្រៈអំនឹងងយើងអានថាជញ្ជាំង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 បញជើងឈនឹងរយើងអានថាបញ្ឈរ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 បញជើងឈនឹងបបន្តយើងអានថាបញ្ឈប់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 បញជើងឈដាក់ស្រៈស្រអ៊ឺអាហ្នឹងបញ្ឈឺ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 កញជើងញដាក់ស្រៈអាយើងអានថាកញ្ញាកញ្ញាកញ្ញាបញជើងញដាក់ស្រៈអាអានេះយើងអានទៅជាបញ្ញាវិញណាយើងអានថាបញ្ញាបញ្ញាបញ្ញាសញជើងញដាក់ស្រៈអាយើងអានថាសញ្ញ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 ាអញ្ចឹងពាក្យមួយគឺយើងបានអានរួចអស់ហើយសង្ឃឹមថាបងអូនអាចអានបានណាបងណាមិនអីជាពិបាកទេឥឡូវយើងមើលពាក្យផ្សំទី1គឺយើងអានយកតែម្ដងទៅអានេះយើងអានថាកញ្ចាញ់ច្រាស់កញ្ចាញ់ច្រាស់កញ្ចាញ់ច្រាស់ដូចជាប្រភេទត្រីកញ្ចាញ់ច្រាស់ហ្នឹងគឺបែបចឹងហើយបងណានំបញ្ចុក
nôm bánh chốc nôm bánh chốc bánh chất bánh chiêng bánh chất bánh chiếng bánh chất bánh chiêng bánh chất bánh chiêng lương sanh nhà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  trình chàng thmó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  khai cành nhà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  dânពាក្យផ្សំយើងបានអានហើយឥឡូវយើងចូលដល់ការអានល្បះរបស់យើងណាប៉ុណ្ណាចឹងល្បះទី1គឺបញ្ញាបេះកញ្ឆែតដាក់កញ្ជើបញ្ញាបេះកញ្ឆែតដាក់កញ្ជើបញ្ញាបេះកញ្ឆែតដាក់កញ្ជើបាទទី2យើងគោរពភ្លើងសញ្ញាចរាចរណ៍យើងគោរពភ្លើងសញ្ញាចរាចរណ៍យើងគោរពភ្លើងសញ្ញាចរាចរណ៍ល្បះចុងក្រោយកញ្ញាជញ្ជាត់បានត្រីកញ្ចាញ់ច្រាស់ដាក់ក្នុងកញ្ជើកញ្ញាជញ្ជាត់បានត្រីកញ្ចាញ់ច្រាស់ដាក់ក្នុងកញ្ជើកញ្ញាជញ្ជាត់បានត្រីកញ្ចាញ់ច្រាស់ដាក់ក្នុងកញ្ជើចឹងល្បះទាំង3នេះគឺយើងបានអានរួចរាល់អស់ហើយចឹងឥឡូវយើងចូលដល់រូបភាពមួយចំនួនណាចឹងនេះគឺគេហៅថានំបញ្ចុកអញ្ចឹងនំបញ្ចុកបងប្អូនដឹងណានំបញ្ចុកវាមាននេះនំបញ្ចុកវាមាននំរបស់វាអញ្ចឹងទៅហើយក៏យើងប្រើពាក្យថានំបញ្ចុកដែរហើយមួយទៀតគឺវាមានបន្លែមានអីរួមចូលគ្នាហ្នឹងក៏ហៅថានំបញ្ចុកដូចគ្នាអញ្ចឹងដែរណាបងប្អូនណាហើយមួយទៀតគឺសញ្ញាចរាចរណ៍អញ្ចឹងភ្លើងស្តុបរបស់យើងហ្នឹងគឺតកតងជាមួយនឹងសញ្ញាចរាចរណ៍អញ្ចឹងដល់ពេលដែលយើងឃើញភ្លើងក្រហមគឺទាំងអស់គ្នាត្រូវតែឈប់ណាចាំរហូតដល់ភ្លើងបៃតងទើបយើងធ្វើដំណើរបានអញ្ចឹងទាំងអស់គ្នាត្រូវតែចូលរួមគោរពភ្លើងសញ្ញាចរាចរណ៍ទាំងអស់គ្នាអញ្ចឹងមេរៀនទី24របស់យើងបានចូលមកដល់ចុងបញ្ចប់ដែរហើយអញ្ចឹងលោកគ្រូសូមសង្ឃឹមថាយ៉ាងមុតមមថាបងប្អូនទាំងអស់គ្នានឹងបានចេះអាននិងប្រកបពាក្យព្យាង្គតម្រួតដែលនៃអក្សរញទាំងអស់នេះចឹងលោកគ្រូមានតែប៉ុណ្្នឹងទេអញ្ចឹងលោកគ្រូសូមអរគុណសូមជម្រាបលា